បាទបងប្អូនបន្ទាប់ពីប្រមាណជា10ម៉ោងដែលរាជរដ្ឋាភិបាលកម្ពុជារក្សាភាពស្ងៀមស្ងាត់ដោយមិនមានសេចក្តីថ្លែងការណ៍ក៏ដូចជាប្រតិកម្មតបណាមួយទៅនឹងករណីកើតឡើងនៅប្រទេសថៃបាទកាលពីថ្ងៃម្សិលមិញនោះគឺសំដៅទៅលើករណីដែលថៃបានបញ្ជាក់ជាថ្មីអំពីការពន្យាពេលឬមួយក៏ផ្អាកការបញ្ជូនត្រឡប់មកវិញនៅយុទ្ធជនទាំង18រូបរបស់កម្ពុជាដែលកំពុងតែឃុំខ្លួននៅប្រទេសថៃឲ្យត្រឡប់មកកម្ពុជាវិញបាទហើយជាមួយគ្នាគេក៏បានឈានទៅប្រកាសពីការលុបនៅរាល់កិច្ចព្រមព្រៀងទាំងអស់ដែលមានជាមួយគ្នារវាងកម្ពុជានិងថៃបាទក្នុងសូម្បីតែកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅចំពោះមុខប្រធានអាស៊ានប្រូវេនហើយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំក៏ដោយបាទហើយហេតុផលដែលគេយកមកធ្វើជាកម្មវត្ថុដើម្បីឈានទៅពន្យាពេលឬមកក៏លែងបញ្ជូនយុទ្ធជនកម្ពុជាមកកាន់ប្រទេសកម្ពុជាតាមការអះអាងកាលពីប្រហែលថ្ងៃមុននោះរួមទាំងកិច្ចព្រមព្រៀងសន្តិភាពគឺគេយកយោងទៅលើករណីផ្ទុះមីននៅតាមបណ្ដោយជីដែនកម្ពុជាថៃដែលធ្វើឲ្យទាហានរបស់គេបានរងរបួស3នាក់បាទហើយនៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញមកធ្វើការច្រានចោលចំពោះរបាយការណ៍ចោទប្រកាន់ទាំងនោះបាទនេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រជាណាចក្រកម្ពុជាបាទដែលសេចក្តីថ្លែងការណ៍នេះទើបតែចេញប្រមាណជា20នាទីមុននេះទេបាទដែលតទៅនេះគឺខ្ញុំសូមអានទាំងស្រុងនៅសេចក្តីថ្លែងការណ៍នោះជូនបងប្អូនប្រិយមិត្តទាំងអស់បានជ្រាបបាទរាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងបាទចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំថៃដែលបង្ហាញថាប្រទេសថៃបានបង្អាក់នៅការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជាហើយនិងថៃដែលត្រូវបានចុះហត្ថលេខាដោយវត្តមានរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានធ្វើជាសាក្សីនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាថ្ងៃទី26តុលាឆ្នាំ2025សេចក្តីរាយការណ៍ព័ត៌មានទាំងនេះក៏បានឲ្យដឹងដែរថាព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី10វិច្ឆិកាឆ្នាំ2025ដែលបានធ្វើឲ្យទាហានថៃ3នាក់រងរបួសនៅតំបន់ព្រំដែនកម្ពុជាថៃត្រង់តំបន់ភ្នំទ្របស្ថិតនៅជិតប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួមខាងលើនេះរួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ18រូបពីការឃុំឃាំងនៅប្រទេសថៃដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃវាជាការសំខាន់ដែលត្រូវបានកត់សម្គាល់ពីការដឹងឮយ៉ាងសុសសាយនៅភាពពិតថាចំការមីនភាគច្រើនតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបន្សល់ទុកពីចំនួនសង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត30ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ1970និង1980មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេដោយសារថាភូមិសាស្ត្រលំបាកនិងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជានៅតែបដិញ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិបាទក្នុងនាមជាប្រទេសដែលគ្រប់គ្រងយ៉ាងមុតមមនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សកម្ពុជាមិនដែលប្រើប្រាស់ហើយក៏មិនប្រើប្រាស់មីនថ្មីឡើយរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជានៅតែបដិញ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិបាទក្នុងនាមជាប្រទេសដែលបានគ្រប់គ្រងយ៉ាងមុតមមនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សកម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយបាទបងប្អូននេះគឺជាខ្លឹមសារទាំងស្រុងដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រជាណាចក្រកម្ពុជាបាទឆ្លើយតបទៅនឹងករណីកាលពីថ្ងៃម្សិលមិញបាទដែលថៃបានប្រកាសពន្យាពេលឬមួយក៏ផ្អាកការបញ្ជូនយុទ្ធជនទាំង18រូបរបស់កម្ពុជាឲ្យត្រឡប់មកប្រទេសកំណើតវិញបាទដែលដំបូងឡើយគឺគេគ្រោងនឹងបញ្ជូន
យុទ្ធជនទាំង18នាក់នោះមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី12ស្អែកនេះបាទក៏ប៉ុន្តែបាទដោយយោងលើហេតុផលជាន់មីនបាទទាហានជាន់មីនដែលជាហេតុផលដដែលដែលនៅពេលណាដែលថៃចង់មានបញ្ហាបង្កភាពតានតឹងជាមួយកម្ពុជាគឺលើកអំពីបញ្ហាមីននេះបាទហើយជាក់ស្ដែងយើងទៅមើលពីបុព្វហេតុពីមូលហេតុដែលធ្វើឲ្យកម្ពុជាយោធាកម្ពុជានិងថៃបានប៉ះទង្គិចដោយប្រដាប់អាវុធរយៈពេល5ថ្ងៃនោះក៏កើតឡើងពីបញ្ហាជាន់មីននេះផងដែរបាទបើទោះជាដើមហេតុពីដំបូងបាទថៃបានចូលមកធ្វើការបាញ់ប្រហាររហូតដល់ទាហានការពារព្រំដែនរបស់កម្ពុជាមួយរូបបានពលីទៅទៀតបាទហើយកម្ពុជានៅតែរក្សាភាពអត់ធ្មត់ហើយនៅតែបន្តការចរចាតាមសន្តិវិធីបាទក៏ប៉ុន្តែអ្វីមិនចប់នោះទេគឺទៅជារឿងការជន់មីនរបស់ថៃហើយចុងក្រោយក៏បានឈានទៅដល់ការផ្ទុះអាវុធបាទអស់រយៈពេល5ថ្ងៃហើយបន្ទាប់ពីបទឈប់បាញ់រួមទាំងកិច្ចព្រមព្រៀងសន្តិភាពដែលរកបានដោយលំបាកក្រោមការចូលរួមដូចដើមរបស់ប្រធានអាស៊ានផងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករួមទាំងប្រទេសចិនផងនោះបាទឥឡូវនេះគឺត្រូវបានលុបចោលទៅវិញទៅហើយបាទដោយយកលើហេតុផលថាទាហានជាជាន់មីនហើយជាន់មីននេះទៀតសោតជាន់នៅក្នុងតំបន់ដែលមិនទាន់មានការបែងចែកនៅខណ្ឌសីមាច្បាស់លាស់បាទហើយសំខាន់មីនទាំងអស់នោះសុទ្ធតែជាមីនបន្សល់ទុកតាំងពីចំនួនសង្គ្រាមដែលមិនទាន់អាចបោះសម្អាតដោយសារតែស្ថានភាពលំបាកហើយសំខាន់គឺបន្ទាត់ខណ្ឌសីមាមិនទាន់បែងចែកច្បាស់លាស់អញ្ចឹងយើងមិនអាចចូលទៅដោះបានទេព្រោះមិនទាន់ដឹងថាដីទៅនេះជាដីផុសយើង 100% ឬមួយក៏យ៉ាងម៉េចឬមួយក៏ដីថៃក៏យើងយ៉ាងម៉េចជារួមតំបន់ដែលមិនទាន់មានការឯកភាពគ្នាយើងមិនទាន់អាចទៅធ្វើអីបាននោះទេបាទហើយក៏ប៉ុន្តែថៃនៅតែយកហេតុផលនេះដដែលដើម្បីមកបង្កបញ្ហាជាមួយនឹងភាគីកម្ពុជាបាទហើយដូច្នេះយើងនឹងរងចាំមើលតទៅទៀតថាតើសាច់រឿងនឹងវិវត្តបែបណាសំខាន់គឺយើងរងចាំមើលពីប្រតិកម្មរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកឬមួយក៏ភាគីអាមេរិកបាទដែលជាអ្នកដូចផ្ដើមជាអ្នកចូលរួមបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពបាទដែលត្រូវបានចុះហត្ថលេខារួចរាល់កាលពីថ្ងៃទី26ដុល្លារឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនោះឯងបាទប្រសិនបើអ្វីត្រូវបានរក្សាភាពស្ងៀមស្ងាត់ឲ្យថៃចេះតែធ្វើអីតាមតែអំពើចិត្តបាទមានន័យថាថៃគឺមើលស្រាលទៅលើស្មារតីនៃកិច្ចព្រមព្រៀងហើយក៏មើលស្រាលដោយផ្ទាល់ទៅលើតួនាទីមុខមាត់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះផងដែរបាទ